បាទរៀបសួរបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលសួរថាតើយើងរៀន IT ឆ្នាំទី1ហ្នឹងយើងគួរតែធ្វើការអត់ខ្ញុំបាន survey មួយនៅលើ YouTube កាលពីឆ្នាំ2023ពេលហ្នឹងមានអ្នកឆ្លើយ49នាក់ហើយក្នុងនោះមាន 65% ក៏ឆ្លើយថាយើងគួរតែធ្វើការយើងគួរតែប្រឹងរៀនសិនហើយចាំធ្វើការតាមក្រោយហើយមាន 27% ក៏ឆ្លើយថាគួរតែធ្វើហើយមានតែ 8% ប៉ុណ្ណោះដែលឆ្លើយថាមិនគួរធ្វើអញ្ចឹងជាបទពិសោធន៍ហើយដូចជាយោបល់របស់ខ្ញុំគិតថាបើសិនជាយើងរៀន IT ឆ្នាំទី1ឬក៏ឆ្នាំទី2ទេយើងគួរតែប្រឹងរៀនឲ្យបានច្រើនសិនហើយបន្ទាប់មកឆ្នាំទី3យើងអាចឆ្លៀតពេលរកការងារធ្វើឬក៏ហាត់ការហើយឆ្នាំទី4ខ្ញុំគិតថាយើងអាចរៀនវិញយប់ហើយអាចធ្វើការពេញម៉ោងបានដែរបើសម្រាប់ខ្ញុំធ្វើការពេញម៉ោងនៅឆ្នាំទី4ឆ្នាំទី4ខ្ញុំធ្វើការពេញម៉ោងហើយខ្ញុំរៀនវិញយប់ហើយកាលហ្នឹងពិបាកមែនទេមានន័យថាយើងធ្វើការមួយថ្ងៃហត់ហើយយើងត្រូវរៀនវិញយប់ម៉ោង5កន្លះដល់ម៉ោង8កន្លះអញ្ចឹងវារៀងហត់ហើយកិច្ចការសាលាច្រើនទៀតអញ្ចឹងវារៀងហត់ដែរអាហ្នឹងខ្ញុំឆ្នាំទី4ផងអញ្ចឹងបើសិនជាអ្នកទាំងគ្នាឆ្នាំទី1ទី2ទេខ្ញុំគិតថាអាចនឹងហត់អត់សូវមានពេលរៀនទេអញ្ចឹងធ្វើឲ្យការរៀនជំនាញ IT របស់យើងអាចចាប់អត់សូវបានអញ្ចឹងយល់ល្អឆ្នាំទី1ទី2យើងគួរតែឆ្លៀតពេលរៀនឲ្យបានច្រើនហើយបើសិនជាយើងយើងចាំបាច់ត្រូវតែធ្វើការខ្ញុំអត់ recommend ឲ្យធ្វើពេញម៉ោងទេគួរតែធ្វើ part time មួយខណៈថ្ងៃទៅយើងមានពេលមួយខណៈថ្ងៃដើម្បីរៀនអញ្ចឹងណាហ្នឹងហើយអរគុណច្រើន